ក្មេងខ្ញុំលេងផ្លូវកាត់ហើយគាត់ថាបំលេងផ្លូវកាត់ទេស្បៃជ្រក់ស្បៃខ្មៅគាត់ដឹងតែខូចទេដោយសារតែប្រហែលថ្ងៃនេះអត់មានថ្ងៃទេដូច្នេះហើយគាត់ខ្លាចផ្សិតខូចគាត់យកទៅចំហុយអាណាចំហុយឆ្អិនទៅវាអត់មានផ្សិតអត់មានខូចទេដល់ពេលចាំមានថ្ងៃយើងយកវាទៅហាលអញ្ចឹងណាគាត់ថាដល់រដូវក្តៅមែនតើស្បៃខ្មៅគេអត់ចាំបាច់ចំហុយទេគេគ្រាន់តែហាលថ្ងៃតែមួយអាទិត្យ10ថ្ងៃទៅវាឡើងពណ៌ខ្មៅវែកហ្នឹងបងប្អូនអើយស្ងួតជ្រើងបានយើងយកទៅធ្វើមហូបដល់ពេលឥឡូវអត់មានថ្ងៃមានអីទៀតចំហុយបដ ாய் ចំហុយមើលនំប៉ាវនេះនិយាយទៅនៅស្រុកចិនពិបាកជាងគេគឺពិបាកនឹងការបើកថ្ងៃតែម្ដងណាព្រោះថានៅស្រុកចិនគឺស្រុកព្រៃភ្នំស្រុកភ្នំបងប្អូននៅម្ដុំតែខ្ញុំគឺពោពេញទៅដោយភ្នំដូចចេះអាកាសធាតុតែបងប្អូនអើយមិនសូវជាមានថ្ងៃទេគឺរត់តែភ្លៀងចឹងចង់ហាលអីមួយត្រង់យ៉ាក់ត្រង់បបាក់សបើមកធ្វើត្រីងាយត្រីឆ្អើអីហ្នឹងចោលបាត់ហើយនេះបើមេឃរត់ទៅយំមិនឈប់អញ្ចឹងពេលតែខ្ញុំនិយាយថានៅស្រុកចិនណាមេឃតិចហើយអត់មានថ្ងៃឯងមេភ្លៀងលោកបងប្អូនខមមិនថាអូចឌីអើយនៅខ្មែរក្តៅណាក្តៅចង់បែកក្បាលអស់ហើយខ្ញុំវិញបងប្អូនចាគាត់ថាពីអ្នកប្តីខ្ញុំបងប្អូនអើយអត់មានថ្ងៃទេក៏មិនតែទាំងធ្វើមិនទេតែពាំងជីកថ្ងៃមុនអញ្ចឹងហើយសេរីយកវាមកដេញចិត្តឲ្យស្ងោវាទៅហាលអញ្ចឹងហើយដឹងហាលជោគជ័យក៏អត់ទេនេះឃើញហើយវាចិត្តតែស្ដាយអញ្ចឹងណាប្រឹងឡើងភ្នំយកទៅជីកហត់សឹងអីហើយចោលមិនកើបងប្អូនហើយឲ្យគេណាគេមិនយកដែរព្រោះថាផ្ទះពីណាគេមានដែរអញ្ចឹងណាអញ្ចឹងមានសេរីចិត្តជីកជនិតឲ្យស្ងោយកទៅហាលទៅបើហាលបានថាស្ងួតនឹងក៏អស់គុណព្រះអាទិត្យទៅបើថាហាមស្ងួតកំដឹងធ្វើមិនទេបើអូតូនិយមនឹងឃើញតែភ្លៀងមិនឈប់ហ្នឹងអញ្ចឹងហើយថាខ្ញុំថ្ងៃហ្នឹងថាខ្ញុំអត់បានដាក់វីដេអូទេព្រោះថាអត់មានវីដេអូអីល្អមើលជូនពុកម៉ែបងប្អូនគ្រាន់ទស្សនាគាត់ថាឃើញតែតាពាំងសោះហើយអញ្ចឹងណាគាត់ថាបើមិនដាក់ទេបងប្អូនគាត់ថាបាត់ចឌីតាណាកុំឲ្យថាស្ងាត់អញ្ចឹងចេះដាក់ទៅអញ្ចឹងគាត់ថាបានបងប្អូនទស្សនាប៉ុណ្ណាគាត់ថាយកប៉ុណ្ណោះចេះបងប្អូនអើយឥឡូវតាពាំងរបស់យើងចាគាត់ថានៅស្ងោវាបងប្អូនអើយស្ងោថាឲ្យវាឆ្អិនអញ្ចឹងណាស្ងោនោះគ្មានដាក់អំបិលដាក់អីទេសួរម៉ែក្មេងថាគាត់ថាព្រមថាដាក់អំបិលបន្តិចទៅឲ្យវារៀងប្រៃឡំវាមិនសូវឆាប់ខូចស្ងោឆ្អិនហើយហ្នឹងមិនមកឯងប្រាប់ហ្នឹងអញ្ចឹងហើយមានអីទៀតមានថាអដេញណែលើកពីផ្ទះយកមកដាក់កច្រែងត្មងដើម្បីឲ្យវាស្រស់ទឹកខ្ញុំយើងយកវាទៅហាលអញ្ចឹងណាតែពាំងស្ងោយើងបងប្អូនអើយយកវាមកហូបខំលេងហូបលេងក៏អត់មានហាងអីដែរតែសំខាន់ខ្ញុំជំងឺកាពះពោះវៀនក៏ខ្ញុំមិនសូវហ៊ានហូបតែពាំងប្រហែលទេគ្រាន់តែថាស្ងោវាទៅហាទុកទៅគ្រាន់តែបាននៅពេលថ្ងៃណាខែណាវាអត់តែពាំងទេយើងបានតែពាំងហ្នឹងយកមកធ្វើឆាអីខអីឲ្យក្មេងម៉ែក្មេងប្តីហូបអញ្ចឹងទៅបងប្អូនអើយព្រឹកទី2នេះសង្ស័យអ្នកមានបារមីឯដឹងហ៎ហាតាពាំងបើកថ្ងៃនេះលោកអើយងាយណាមិនបើកថ្ងៃហ្នឹងចង់ឲ្យចាំការទៀតរៀបដាក់កច្រែងមកនេះដាក់ទៅហាទៅលោកអើយយ៉ាកថានេះថ្ងៃនឹងត្រង់ថ្ងៃយើងស្វឹងដាក់ឈុលពីល្ងាចចឹងណាពេលចឹងទៅរៀងផឹមទេបងប្អូនអើយចាមកបានកច្រែងដែរនេះលោកអើយហើយចេះតែហាទៅដឹងតែបើកថ្ងៃប្រហែលថ្ងៃទេហើយកសលតាពាំងខ្លះទៀតហ្នឹងមកខសាច់ជ្រូក3ជាន់ឲ្យក្មេងភាសាថារៀបខហ្នឹងយកវាទៅស្ងោសិនព្រោះថាសាច់ជ្រូកយើងហ្នឹងគឺថាណែញ៉ាំចំណីចឹងណាបើយើងមិនធ្វើអញ្ចឹងទេក៏វាมันកាត់សុខភាពតែពាំងយើងរៀងត្រង់ខ្ចីដែរលេងពួយសាច់ជ្រូក3ជាន់តែមកណាមួយឲ្យក្មេងម៉ែក្មេងខ្ញុំគាត់រៀងចូលចិត្តខ្លាញ់ដែរហ្នឹងមិនអីទេដាក់ទៅយកវាមកហាន់ជាចនិកទូចបងប្អូនចាគាត់ថាបានជើងជ្រូកទៀតរត់តែឆ្ងាញ់តែញ៉ាំបានតែទិញទេអត់បានទៅផ្សារគាត់ថាបានតែទិញសាច់ជ្រូកក្បែរផ្ទះនេះឯងបងប្អូនអើយចាឥឡូវគាត់ថាខយនឹងខ្ញុំចឹងបងប្អូនអើយចាំទស្សនាទៅគាត់ថាដឹងថាយ៉ាងណាយ៉ាងណីទេនេះខបែបកាត់ហ្នឹងតែសាច់ជ្រូកផុនយើងនឹងកំខ្លាញ់ពេកចំហៀវវាសិនណាលោកអើយចៅកោះហ្នឹងនេះចៅកោះឲ្យវាចេញខ្លាញ់វាមិនចេញទៀតឡើងពណ៌ក្រហមឆ្អិនឆ្អៅម៉ែខ្ជិលកិតអីច្រើនឃើញក្លោចស្ករក្លោចអីដាក់ត្មងនេះជាមួយនឹងខ្លាអត់ជាមួយនឹងណែតែជ្រូកយើងត្មងហ្នឹងបងប្អូនអើយឆាវាត្មងជាមួយនឹងអីស្ករស្បោពីងយើងហ្នឹងជុកកោះចេញពណ៌ក្រហមមកណាយនេះខ្លោចពេញគ្រាហើយទាំងគ្រូបាអាចារ្យណាទេបើទៅឲ្យខអដេញណែបែបនេះលោកអើយហើយនិយាយមកប្រទេសកម្ពុជាមានតែចឌីទេខបែបហ្នឹងណាគេក្លោចស្ករបានគេដាក់សាច់ជ្រូកចូលឯងនេះម៉ណាយអើយនេះដាក់សាច់ជ្រូកជាមួយស្ករមានអីទៀតខ្លោចខ្ទេចខ្លោចតាគៀនទេនោះប៉ុន្តែពណ៌រៀងក្រហមឆ្អិនឆ្អៅទេតាប៉ុន្តែកុំមើលផ្ទះនោះឥឡូវកុំខ្វាយខ្វល់ជាមួយអាផ្ទះខ្លោចយើងបងប្អូនមកទិញមហិទ្ធិឫទ្ធិឆ្នាំងឈិតរបស់ខ្ញុំទៅមកងាស់ចាគេថាបើមិនពុំដូចឆ្លោះទេតាពាំងយើងវាក្រដៃណែតុនអីចឹងណាចាគេថាឥឡូវនេះជោគកោះជាមួយនឹងសាច់សិនចានេះឯព្រឹងពួរខយើងវិញចាគេថាអែមហ្មងបងប្អូនចាគេថាមិនចាញ់អ្នកខត្រឹមត្រូវហ្មងចាខត្រឡប់ជួតដូចខ្ញុំនេះគេពណ៌រៀងត្រង់ស្អាត
តែតើមានអីទៀតគ្រាន់តែធំខ្លៅតិចនោះចុងអីក៏យើងតម្លាក់ទៅចេញស្គមអំបិលវារួចរាល់មកដល់ចាឆាត្រឡប់ឆាត្រឡប់ឲ្យបានចូលគ្នារួចរាល់មកដល់ដាក់លើឆ្នាំងឈិតអូដល់ពេញឆ្នាំងលោកអូយ៉ាងនេះចាកថាទាំងយ៉ាងណាទៅនេះដល់វាច្រើនហ្នឹងអានេះមិនខសាច់ជ្រូកឯងចូលលក្ខណៈខតាពាំងតទេហ្នឹងបើមិនឃើញសាច់ជ្រូកផងមានអីទៀតឥឡូវទុកវាចាមកងាស់ឈិតឈុតចំនួន5-10នាទីចាគេថាឲ្យវារៀងទុនតាពាំងតិចចឹងណាបើតាពាំងយើងវារៀងរឹងចាឥឡូវគេថានេះ5-10នាទីបានកន្លងផុតទៅឥឡូវប៊ីស្ងួតណាស់ដេញណែទឹកវាទេបងប្អូនអើយប៊ីរិញអូយប៊ីខ្លោចចាកថែមជាមួយម្រេចរបស់យើងថែមទឹកមកងាស់មកសបកទៀតហើយជាការស្រាច់បានមួយឆ្នាំងហើយតែប៉ុណ្នេះហូប3ថ្ងៃមិនតាន់អស់ផងបងឲ្យខតាពាំងទៅសែនរករ៉ាស្តេស្តារបស់នឹងខ្ញុំក៏បានដល់ទីបញ្ចប់បងប្អូនហើយចាអរគុណច្រើនដល់ការទស្សនាវីដេអូផងដែរណាចាអរគុណ